ធ្លាប់តែហូបមន់ឆាមន់ស្ងោរមន់ជៀនមន់បំពងបាទមន់ដុតកូកាថ្ងៃនេះប្លែកម៉ត់បាទបានហូបមន់ដុតលើដីថ្ងៃនេះចុងសប្តាហ៍បាទពីអ្នកមានស្ងួនបងប្អូនហើយបាទតនីវិការងារបាទឆ្លៀតមកលេងបងប្អូននៅខាងផ្សារប៉ាំងអស័យហ្មងដោយសារតែខាងមកលេងបងប្អូនយូរហើយបាទបងប្អូនហៅមកលេងហូបបណ្ដែបានមកសោះបាទដោយសារតែរវល់ធ្វើការបាទសូមបានពេលមកលេងបងប្អូនទេបាទចឹងនេះបាទឆ្លៀតពេលបានមួយថ្ងៃបាទចុងសប្តាហ៍មកលេងបងប្អូនបានមួយពេលហើយចំណែកបងប្អូនឡៃខ្ញុំបងប្អូនណាក៏សប្បាយចិត្តដែរបានខ្ញុំមកលេងចឹងដោយសារខ្ញុំសូមអានមកចឹងបងប្អូនចឹងហើយបាទគាត់ដឹងថាខ្ញុំមិនគូសារខ្ញុំមកលេងតែគាត់បាទគាត់ត្រៀមមកហូបបងប្អូនណាបាទត្រៀមធ្វើមន់ដុតលើដីឲ្យខ្ញុំហូបដោយសារតែគាត់ចង់ខ្ញុំស្គាល់រសជាតិបាទមកទៅលើដីម្ដងអញ្ចឹងណាបងប្អូនបាទអញ្ចឹងឃើញថាបងប្អូនមុខម្ហូបរបស់យើងបាទមកទៅលើដីគឺបានចាត់ឲ្យបងប្អូនណាបាទបងប្អូនណាបាទគិតថាហែកមកឆ្ពកហុយផ្សែងទៅលោមទៅនងណាពុកម៉ែបងប្អូនណាបាទមានអីបងប្អូនបាទរសជាតិមកដុតកូកានិងមកទៅលើដីបាទរសជាតិឆ្ងាញ់មួយយ៉ាងម្នាក់ទេបងប្អូនក្រៅពីបាទមកដុតលើដីបងប្អូនបាទយើងក៏មានម្ហូបមួយទៀតគឺបាទកញ្ញាំជើងមន់ប្រឡាក់អាំងបងប្អូនសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបញ្ហាក្លិនខ្លួនក្លិនមិនល្អប្រើសាប៊ូច្រើនមិនរែនហើយតែប្រើមិនត្រូវបងប្អូនអាចសាកប្រើសាប៊ូសេនបានបងប្អូនបាទសាប៊ូសេនបាទមាន5ក្លិន5ជម្រើសបាទសម្រាប់បងប្អូនប្រើប្រាស់បាទសាប៊ូនេះដែរផលិតចេញពីប្រទេសម៉ាឡេស៊ីមិនមែនចេញពីប្រទេសចោលបងប្អូនបាទក្លិនទី1បាទក្លិនទី1គឺក្លិនបាទ green tea aloe vera បាទចំណែកក្លិនទី2បងប្អូនគឺក្លិនផ្កា lavender ក្លិនទី3បងប្អូនក្លិនទី3បាទក្លិនការ៉ុតបងប្អូនការ៉ុតទី4បងប្អូនក្លិនទី4បាទគឺក្លិនដូចជាទឹកឃ្មុំបងប្អូនទឹកឃ្មុំបាទក្លិនចុងក្រោយបាទគឺក្លិនល្ហុងបងល្ហុងទុំបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបញ្ហាក្លិនខ្លួនបាទប្រើសាប៊ូច្រើនម៉ូតច្រើនម៉ាកតែប្រើមិនត្រូវតែបងប្អូនអាចសាកប្រើសាប៊ូសេនបានសាប៊ូសេនបាទមានគុណភាពល្អផលិតចេញពីប្រទេសម៉ាឡេស៊ីតម្លៃសមរម្យបាទឥឡូវនិយាយលេខមកមើលខាងចុងផងបងប្អូនហើយបាទញាប់ដៃញាប់ជើងបងប្អូនហើយដើម្បីអាំងសាច់បន្ថែមអញ្ចឹងបងប្អូនបាទហើយសារតែមុនហ្នឹងបាទគឺមន់ចិនដុតហ្នឹងវាអត់សូវឆ្អិនល្អបងប្អូនអញ្ចឹងយកមកអាំងបន្ថែមបងប្អូនវាឆ្អិនហ្នឹងបងប្អូនគេថាវាឆ្អិនអត់សូវគ្រីមអញ្ចឹងបងប្អូនអញ្ចឹងយកអាំងបន្ថែមហ្នឹងដើម្បីឲ្យវាគ្រីមតំណងទីអញ្ចឹងទៅបាទដោយសារការពុកគាត់ដុតហ្នឹងបងប្អូនគឺថាភ្លើងខ្លាំងពេកអញ្ចឹងគាត់ពិបាកស្មាហ្នឹងបងប្អូនអញ្ចឹងឡៃខ្លះឆ្អិនឡៃខ្លះក៏រឿងឆៅស្ទើអញ្ចឹងបងប្អូនបាទអញ្ចឹងយើងយកមកអាំងបន្ថែមទៅបាទចំណែកបងប្អូនពាក់អាវក្រហមបាទគឺជាបងប្អូនស្រីទី1របស់ខ្ញុំបងប្អូនបាទឲ្យតែលឺសូខ្ញុំប្រពន្ធខ្ញុំទៅលេងផ្ទះគាត់ពេលណាបងប្អូនបាទគឺថាទាំងដីនឹងប្រពន្ធគាត់គឺសប្បាយចិត្តខ្លាំងណាស់បងប្អូនព្រោះវិសាពុកគាត់ទាំងពីរបងប្អូនតែហៅខ្ញុំទៅលេងរហូតបាទគាត់ថាខ្ញុំមិនសូវបានទៅបាទយវល់ធ្វើការរៀងខ្លួនបាទអញ្ចឹងហើយយើងក៏លើកថ្ងៃដែរថ្ងៃនេះខែនេះខែនោះរហូតដល់ថ្ងៃនេះទៅបានមកជួបគ្នាអញ្ចឹងបងប្អូនជាធម្មតាបាទអ្នកធ្វើការរោងចក្រមិនសូវពេលតនេទេបាទក្នុងមួយសប្តាហ៍តនេបានមួយថ្ងៃអញ្ចឹងទៅបងប្អូនពេលខ្លះយើងរវល់ធ្វើការផ្ទះបាទរវល់តនេះទៅនោះទៅក៏យើងបានទៅជួបពួកគាត់អញ្ចឹងដូចពាក្យមួយគេថាមិនខុសមែនបងប្អូនបាទការណាត់ជួបគ្នាហ្នឹងគឺមិនងាយជួបទេបាទតែបើថាជួបចៃដន្យមកគឺដឹងបានជួបតែមកហើយជាធម្មតាបាទបើមានការជួបជុំគ្នាអញ្ចឹងហើយបាទមិនថាខ្ញុំមិនថាគេទេបាទគ្មានអីក្រៅវិស័យខ្លែងរួចជាក់ទេបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណបងប្អូនច្រើនសម្រាប់ការតាមដានទស្សនាតាំងដើមរហូតបាទដល់ចប់បាទអរគុណ